ចងស្ងោរតាមបែបបុរាណចេះតពីដូនតាមកណានិយាយរួមចាស់សម័យមុនស្ងោរខ្យងក៏ដាក់ជាមួយតែស្លឹកតវ៉ៃហើយដើម្បីវាកាត់ក្អែលកាត់ដីអីចឹងណាហើយជ្រលក់នឹងជាមួយនឹងទឹកប្រហុកជីទៅជាឈូកក៏ឆ្ងាញ់ឈ្ងុយក្លិនជីឆ្ងាញ់ខ្លាំងបងប្អូនហើយចំណែកខ្យងយើងបាច់ទៅត្រាំអីញ៉ៃច្រើនបងប្អូនត្រាំតែទឹកកអញ្ចឹងមកនេះតែ2ទៅ3ម៉ោងបងប្អូនឃើញឲ្យវាខ្ជាក់ក្អែលចេញមកនិយាយទៅអាំអល់អាក្អែលអាដីអីហ្នឹងគឺខ្ជាក់ចេញមកហើយយើងលាងសម្អាតពីទឹកទៀតទៅចាំយើងយកទៅស្ងោរខ្យងបើយើងចង់ដឹងខ្យងខ្មែរយើងខ្យងសៀមស្រួលមើលបងប្អូនខ្យងសៀមតែយើងត្រាំទឹកមកវាចេញស្នែងចេញអីមកញ៉ៃមើលមកដឹងហ្មងមកខ្យងខ្មែរយើងគឺអត់ទេអញ្ចឹងខ្ញុំបេះជាមួយនឹងស្លឹកតវ៉ៃហើយនឹងជីទៅជាជ្រូកមានជីទៅជាជ្រូកហ្នឹងបេះយកទៅធ្វើទឹកត្រីប្រហុកជ្រលក់មួយខ្យងឆ្ងាញ់ណាស់បងប្អូននិយាយទៅអ្នកខ្លះក៏អត់ចូលចិត្តប្រហុកទេជ្រលក់ជាមួយទឹកត្រីកោះកុងទឹកហិចអីទៅតែបើខ្ញុំនេះគឺប្រហុកហ្នឹងគឺឆ្ងាញ់លេខ1ឯងអញ្ចឹងយើងស្ងោរខ្យងហ្នឹងខ្ញុំដាក់ស្លឹកតវ៉ៃពីក្រោមដាក់ខ្យងចូលទៅមិនបាច់ថែមទឹកគេបន្ថែមម្សៅស៊ុបមាន់និយាយទៅខ្យងស្ងោរគឺយើងដាក់តែខ្យងចូលទៅវាចេញជាតិទឹកឯងយើងបាច់ដាក់ទឹកដាក់ទៅនាំតែវាស្វិតសាច់អត់ឆ្ងាញ់ទេបងប្អូនសាច់ហ្នឹងគឺស្វិតអស់ហើយទៅប្រហុកគឺខ្ញុំក៏ច្រាមគ្រឿងចូលគ្នាទៅខ្ទឹមម្ទេសគល់ក្រៃកាសាំងជាមួយនឹងជីជាជ្រូកក៏ច្រាមចូលគ្នាស្ករប៊ីចេងព្រោះរសជាតិតាមចំណូលចិត្តដាក់ជាមួយនឹងទឹកក្តៅតិចមកឲ្យវាមានជាតិទឹកជ្រលក់មួយខ្យងទៅរហូតតែឆ្ងាញ់អញ្ចឹងណាហើយចំណែកខ្យងពេលដែលវាចិត្តឆ្អិនគឺខ្ញុំអប់ជាមួយនឹងគល់ក្រៃលឹកក្រូចហើយនឹងម្ទេសដើម្បីឲ្យឈ្ងុយអញ្ចឹងបងប្អូន